ចំណូលទៀងទាត់លក់ប្រារហូតយើងដោះដូរចំណីលក់ខ្លះចំណីខ្លះចំណេញខ្លះស្ទល់ខ្លះអញ្ចឹងណាការគិតគង់គ្រួសារពីមុនខ្ញុំអត់មានភាពជាម្ចាស់កោនឯងយើងអត់ដឹងថាធ្វើការឲ្យគេណាឥឡូវយើងខ្វះខាតអីយើងអាចមានរបស់ខ្លួនឯងយើងណាធូរមួយយ៉ាងដែរសិនជាគាត់បង្វែរមកផ្លាស់ប្ដូរមកចាំអាចនឹងកាត់បន្ថយបានច្រើនហើយនឹងទុនធានយើងក៏កើនឡើងដែរសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះនួនសុភ័ក្ររស់នៅភូមិអូក្រសាសង្កាត់អូក្រសាក្រុងកែបខេត្តកែបបាទខ្ញុំចិញ្ចឹមត្រីឆ្ពងតាំងពីថ្ងៃទី16ខែ9ឆ្នាំ2024ចាំទាំងអស់4គ្រួសារក្នុងមួយគ្រួសារ1200ក្បាលកម្រងហ្នឹងពីដំបូងខាងអង្គការ Helfer បាទគាត់ជួយជាជាប់ថវិកាដើម្បីយើងទិញសម្ភារៈហ្នឹងប៉ុន្តែយើងទិញតាមផែនការរបស់គាត់កំណត់ឲ្យយើងណាទិញបែរទៅហ៊ុំប្រមាណឈើចំនួនប្រមាណដើមកូនត្រីចំនួនប្រមាណទំហំប្រមាណគ្រូចិញ្ចឹមបានផលមកមិនខ្វះឡើយទីផ្សារពិសេសនៅរដូវសម្បូរពិធីមង្គលការឬបុណ្យទានត្រីឆ្ពង1គីឡូលក់បានតម្លៃ 25,000 រៀលតម្លៃប៉ុណ្ណេះអាចធ្វើឲ្យគ្រួសារនីមួយៗទទួលបានប្រាក់ចំណូលជាង1លានរៀលនៅក្នុងមួយខែចំណូលទៀងទាត់លក់ប្រារហូតបាទយើងប្រាញ់ទេយើងដោះដូរចំណីលក់ខ្លះចំណីខ្លះចំណេញខ្លះស្ទល់ខ្លះអញ្ចឹងណាការគិតគង់គ្រួសារបើសិនជាចំខែការខែ11ខែ12ទៅគឺមិនខ្វះបាទហ្នឹងហើយយើងអាចនឹងបោះដុំឲ្យគាត់ខាងកៅឡាផៅអីចឹងគ្រូជួនកាលភ្ញៀវគាត់ដើរមកអញ្ចឹងគាត់ឃើញគាត់ទិញហូបហ្នឹងកំងឲ្យយើងធ្វើម្ហូបឲ្យគាត់ហូបហ្នឹងទៅជួនកាលយើងយកទៅលក់នៅផ្សារតែសឬមួយផ្សារកែបហើយមានអាហារដ្ឋានគាត់កំងយើងយកទៅឲ្យគាត់នេះអត់សូវអីជាពិបាកហ្មងទេបើឲ្យតែយើងដឹងក្បួនថាយើងអាសាររំលែកចេញពីគ្នាកុំឲ្យវាខាំគ្នាមួយខែរំលែកដងធំដាក់ធំតូចដាក់តូចហើយយើងអាសាដុសបាយសម្អាតបាយទៅកុំឲ្យមានចាយមានអីមករោមមកទុំហើយនឹងឆ្លែដុសហើយកឹងដុសកុំឲ្យមុតខ្លួនវាដើម្បីងាយស្រួលនឹងវាសរន់ទឹកជីងចូលខ្ញុំគិតថាពីមុនខ្ញុំអត់មានភាពជាម្ចាស់កោនឯងយើងអត់ដឹងថាធ្វើការឲ្យគេតាំងពីចាប់ដើមមានគម្រោងមានសហគមន៍ហើយខាងស្ថាប័នកសិកម្មហើយនឹងខាងរដ្ឋបាលជលផលគាត់គ្រប់គ្រងជួយយើងហាក់បីដូចស្គាល់ខ្លួនឯងមានការងារខ្លួនឯងម្ចាស់កោនឯងពីមុនធ្វើការឲ្យគេដឹងធ្វើការឲ្យគេឥឡូវយើងខ្វះខាតអីយើងអាចមានរបស់ខ្លួនឯងយើងណាធូរមួយយ៉ាងដែរជួយច្រើនជួយកាត់បន្ថយតាំងពីអ្នកនេសាទគាត់ធ្លាប់នេសាទដល់ពេលហើយក៏មុនគាត់ដឹងបដោតទៅលើនេសាទទេហើយឥឡូវធនធានជលផលមិនថយចុះទេក៏ប៉ុន្តែអ្នកនេសាទគាត់កើនឡើងហើយដាក់ឧបករណ៍ទំនើបច្រើនបើមិនជាគាត់បង្វែរមកផ្លាស់ប្ដូរមកចិញ្ចឹមអាចនឹងកាត់បន្ថយបានច្រើនហើយនឹងទុនធានយើងក៏កើនឡើងដែរបង្រីកបន្ថែមទៀតក៏មុនចិញ្ចឹមតែ4គ្រួសារឥឡូវឡើង7គ្រួសារបង្រីកបន្ថែមតែអត់ទាន់បានរៀបចំទេភាពជោគជ័យនេះធ្វើឲ្យសហគមន៍អូក្រសាចង់ពង្រីកការចិញ្ចឹមត្រីឆ្ពងឲ្យកាន់តែច្រើនដោយលោកសុភ័ក្រអំពាវនាវការជួយជំរុញបន្ថែមពីអង្គការនិងស្ថាប័នពាក់ព័ន្ធត្រូវការបើសិនជាមានអង្គការស្ថាប័នពាក់ព័ន្ធត្រូវសូមជួយជំរុញដល់សហគមន៍នេសាទអូក្រសាក្នុងការចិញ្ចឹមផងដើម្បីកាត់បន្ថយការនេសាទច្រើនឲ្យទុនធានជលផលយើងកើនឡើងហើយនឹងប្រជាពលរដ្ឋគាត់អត់ដំណាក់ស្រុកហើយកូនបានរៀនគ្រប់គ្នាបើសិនជាគាត់ផ្ដោតលើការចិញ្ចឹមក្នុងសហគមន៍ព្រោះសហគមន៍មានថាប្រយោជន៍ខ្លាំងណាស់ក្នុងការចិញ្ចឹមនេះបាទខ្ញុំសូមផ្ដាំផ្ញើអ្នកដែលភ្ញៀវទេសចរដែលគាត់មកហូបត្រីនៅសហគមន៍នេសាទអូក្រសាឲ្យសូមជួយមកទិញបន្តផងបាទស្ត្រីធម្មជាតិទេឲ្យធូរថ្លៃម្ល៉េះអាចទទួលយកបាន